តើភាគីរបស់ថៃមានគម្រោងឈ្លានពានអ្វីទៀតហើយបានជាប្រកាសថាខ្លួនបានត្រៀមនៅយន្តហោះចម្បាំងជាច្រើនគ្រឿងដើម្បីដាក់ពង្រាយនៅតាមមូលដ្ឋានយោធាថ្មីនេះយោងទៅតាមសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថានាយករដ្ឋមន្ត្រីថៃលោកអនុទាន ឆាន់វរកុលបានប្រកាសថាពេលនេះយន្តហោះចម្បាំងរបស់កងទ័ពថៃបានដាក់ពង្រាយនៅក្នុងមូលដ្ឋានយោធាដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃរួចរាល់ហើយផងដែរយោងទៅតាមសារព័ត៌មានមួយចំនួននៅក្នុងប្រទេសថៃបានធ្វើការចុះផ្សាយថានាយករដ្ឋមន្ត្រីថៃលោកអនុទាន ឆាន់វរកុលបានផ្ដល់បទសម្ភាសន៍នៅព្រឹកថ្ងៃទី14សីហា2026ដោយបានលើកឡើងថាបច្ចុប្បន្ននេះលោកបានទទួលស្គាល់របាយការណ៍សង្ខេបអំពីបេសកកម្មសំខាន់របស់កងទ័ពជើងអាកាសរបស់ថៃទាំងស្ថានភាពក្នុងតំបន់និងការអនុវត្តបេសកកម្មនៅក្នុងស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាពិសេសរបាយការណ៍សង្ខេបអំពីគម្រោងសំខាន់ផ្សេងទៀតរបស់កងទ័ពជើងអាកាសរបស់ថៃលោកអនុទាន ឆាន់វរកុលក៏បានធ្វើការសង្កត់ធ្ងន់ផងដែរថាកងទ័ពជើងអាកាសរបស់ថៃគឺជាកងកម្លាំងដ៏ល្អបំផុតមួយរបស់ប្រទេសថៃដោយមានយន្តហោះចម្បាំងពង្រាយនៅតាមមូលដ្ឋានយោធានិងត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្ដាប់បទបញ្ជានិងសម្រាប់ធ្វើប្រតិបត្តិការនៅតាមផ្លូវអាកាសនានា